ខ្ញុំបានបន្តការសិក្សារៀនសូត្រនៅសហរដ្ឋអាមេរិកអស់រយៈពេលប្រហែលជា2ឆ្នាំកន្លះហើយនេះគឺជាមេរៀនទាំង4ដែលខ្ញុំរៀនសូត្របានពីការរស់នៅដោយឯករាជ្យឬក៏រស់នៅដោយម្នាក់ឯងសប្តាហ៍ថ្ងៃខ្ញុំអត់ទាន់បានរៀនចប់ឡើយហើយខ្ញុំកំពុងតែធ្វើការក្រៅម៉ោងដើម្បីគ្រប់គ្រងការចាយវាយប្រចាំថ្ងៃរបស់ខ្លួនឯងក្នុងនាមជាសិស្សដូចជាបងប្អូនទាំងអស់គ្នាអញ្ចឹងគឺខ្ញុំនៅតែបន្តសាងកំហុសនៅក្នុងការសម្រេចចិត្តណាមួយពេលខ្លះយើងខិតខំដាក់ការសិក្សារៀនសូត្រទី1ពេលខ្លះទៀតយើងព្យាយាមនៅក្នុងការស្វែងរកស្ថិរភាពផ្នែកលុយកាក់ព្យាយាមបង្កើតមិត្តភ័ក្តិឲ្យបានច្រើនហើយបង្កើតអនុស្សាវរីយ៍ល្អៗបទពិសោធន៍ថ្មីៗហើយនៅមានមេរៀននៅមានរឿងជាច្រើនទៀតដែលពួកយើងអត់ទាន់បានដឹងអស់ទីមួយនោះគឺការបង្កើតមិត្តភ័ក្តិងាយស្រួលទេក៏ប៉ុន្តែការរក្សាមិត្តភាពមួយឲ្យនៅបានគង់វង្សគឺវាលំបាកបន្តិចដោយសារមនុស្សដែលយើងជួបគឺពួកគេមកពីមជ្ឈដ្ឋានបែបបទការរស់នៅផ្សេងពីយើងអ្វីដែលសំខាន់នោះគឺយើងគប្បីនៅក្នុងការធ្វើខ្លួនជាខ្លួនឯងមានភាពស្មោះត្រង់ចងចាំពីមិត្តភ័ក្តិយើងឬក៏មនុស្សល្អៗនៅក្នុងជីវិតយើងប៉ុន្តែយើងកុំបារម្ភបើសិនជាមិត្តភាពមួយបានបាត់បង់ទៅដោយសារមនុស្សដែលយើងជួបនៅក្នុងជីវិតយើងហើយជាពិសេសនៅក្នុងសាកលវិទ្យាល័យនោះអ្នកខ្លះអាចនឹងលែងមានមុខនៅក្នុងជីវិតយើងបន្ទាប់ពី3ខែទៀតឬក៏5ខែទៀតជាដើមរីឯអ្នកខ្លះទៀតអាចនឹងក្លាយទៅជាមិត្តភ័ក្តិល្អដែលយើងចង់រក្សានៅក្នុងជីវិតយើងផងដែរទី2នោះគឺសេរីភាពនិងភាពត្រណឹកស្រួលអាចបំផ្លាញយើងបាននៅពេលដែលយើងរស់នៅដោយឯករាជ្យគឺយើងមានសេរីភាពនៅក្នុងការគ្រប់គ្រងពេលវេលារបស់យើងអាចភ្ញាក់ពេលណាក៏បានយើងអាចអូសបន្លាយពេលវេលាយើងអាចលួចខ្ជិលយើងអាចធ្វើអ្វីក៏បានតាមចិត្តរបស់យើងក៏ប៉ុន្តែប្រសិនបើយើងប្រើប្រាស់សេរីភាពនៃពេលវេលានិងភាពត្រណឹកសុខស្រួលរបស់យើងខ្លាំងពេកនោះគឺយើងអាចនឹងបំផ្លាញខ្លួនឯងបានចំពោះខ្ញុំផ្ទាល់គឺមានពេលមួយដែលខ្ញុំប្រាប់ខ្លួនឯងថាគឺខ្ញុំនៅក្មេងខ្ញុំអាចសម្រាប់បានអញ្ចឹងទៅគឺខ្ញុំអត់ចាំបាច់នៅក្នុងការខិតខំប្រឹងធ្វើការអីឡើយគឺខ្ញុំអាចលួចខ្ជិលបន្តិចលួចអត់ចូលរៀនឬក៏ skip ថ្នាក់បន្តិចក៏អត់អីដែរក៏ប៉ុន្តែខ្ញុំបានធ្លាក់នៅក្នុងអន្លង់នៃភាពសំណុកស្រួលទាំងអស់ហ្នឹងដែលវាធ្វើខ្ញុំទទួលបានបន្ទុកមិនល្អនៅក្នុងថ្នាក់បញ្ញដែលថ្នាក់ហ្នឹងខ្ញុំអាចនឹងយកបន្ទុកបានល្អបានដោយងាយការវិភាគខ្ញុំមានភាពរញ៉េរញ៉ៃខ្ញុំអត់បានធ្វើការងារណាមួយបានសម្រេចហើយខ្ញុំគេងបានគ្រប់គ្រាន់ខ្ញុំមើលរឿងអត់ប្រយោជន៍នៅក្នុងបណ្ដាញសង្គមហើយវាធ្វើឲ្យការចងចាំរបស់ខ្ញុំចុះខ្សោយហើយពេលមួយខ្ញុំមានអារម្មណ៍ថាខ្ញុំឆាប់ខឹងឬក៏ឆេវឆាវខ្លាំងមែនតើខ្ញុំអត់ចូលចិត្តខ្លួនឯងពេលហ្នឹងខ្លាំងមែនតើចឹងហើយការមានសេរីភាពគឺល្អក៏ប៉ុន្តែយើងកុំឲ្យសេរីភាពឬក៏ភាពស្នុកសុខស្រួលទាំងអស់ហ្នឹងដែលភាសាអង់គ្លេសគេហៅថា comfort zone ឬក៏ comfortability ទាំងអស់ហ្នឹងបំផ្លាញយើងបានទី3នោះគឺខ្ញុំបានស្វែងយល់ពីខ្លួនឯងច្រើនជាងមុនខ្ញុំចាប់អារម្មណ៍ថាខ្ញុំអាចធ្វើអ្វីដែលខ្ញុំមិនដែលធ្វើពីមុនមកបានខ្ញុំដោះស្រាយបញ្ហាបានល្អជាងមុនយើងនឹកឃើញដល់ពេលវេលាដែលយើងចំណាយជាមួយនឹងមនុស្សដែលយើងស្រឡាញ់ដូចជាឪពុកម្ដាយក្រុមគ្រួសារនិងមិត្តភ័ក្តិមានអារម្មណ៍ថាយើងគួរតែចំណាយពេលឲ្យបានច្រើនជាងមុនជាមួយនឹងពួកគាត់មុនពេលដែលយើងមករស់នៅដោយម្នាក់ឯងជំនួសឲ្យការគិតថាខ្លួនឯងនៅក្មេងហើយមានពេលវេលាច្រើនហ្នឹងខ្ញុំបានយល់ថាដោយសារតែពេលវេលាដើរលឿនហ្នឹងឯងបានជាខ្ញុំគប្បីនៅក្នុងការខិតខំសិក្សារៀនសូត្រអីដែលថ្មីដាក់ខ្លួនឯងចេញទៅក្រៅហើយធ្វើអ្វីឲ្យអស់ពីលទ្ធភាពឲ្យអស់ពីសមត្ថភាពចំណាយពេលវេលាឲ្យបានល្អជាមួយនឹងមិត្តភ័ក្តិល្អៗឬក៏មនុស្សដែលខ្លួនឯងស្រឡាញ់ហើយជប់គិតទៅលើរឿងអវិជ្ជមានជាមួយនឹងមនុស្សអវិជ្ជមានពេលរៀនទី4នោះគឺការងារជាអ្នកបង្រៀនយើងមិនមែនយើងចាំបាច់ត្រូវតែមានចំណេះដឹងឲ្យបានគ្រប់គ្រាន់ត្រៀមខ្លួនឲ្យបានរួចរាល់ទៅយើងទៅធ្វើការងារទេមិនថាការងារហ្នឹងគឺជាការងារអីក៏ដោយយើងគប្បីនៅក្នុងការដាក់ខ្លួនឯងចេញទៅក្រៅធ្វើការទាំងអស់ហ្នឹងឲ្យបានកាន់តែលឿនកាន់តែល្អបើមិនជាយើងចាំតតែខ្លួនឯងមានចំណេះដឹងគ្រប់គ្រាន់ឬក៏គិតថាខ្លួនឯងត្រៀមខ្លួនរួចរាល់ទៅយើងចាប់ផ្ដើមហ្នឹងអ្វីដែលយើង